ទេគ្រូសាអ្នកមានបំផុតចប់ហើយប្រសិនបើក្មេងនេះពិតជាប្រធានាធិបតីលីមែនតើគាត់មិនយ៉ាងហោចណាស់នឹងទទួលបានពាក់កណ្ដាលនៃទ្រព្យសម្បត្តិទេហា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 បងប្អូនពីរអ្នកនេះឆ្លាតណាស់ Yelland Yeldejan របស់អ្នកសុបិនផ្អែមល្ហែមវាហៀបនឹងបែកហើយការធ្វើតេស្តបង្ហាញថាមានទំនាក់ទំនងមូលហេតុរវាងកូនរបស់ Yelland និង Lin Hongtail គ្មានទំនាក់ទំនងឪពុកម្ដាយនិងកូនទេអ្វីមិនអាចទៅរួចទេមិនអាចទៅរួចទេតើវាអាចទៅរួចដោយរបៀបណាទេនៅក្នុងទំនាក់ទំនងឪពុកម្ដាយនិងកូននេះត្រូវតែជាអ្នកវាប្រហែលជាអ្នករាល់គ្នាហើយដែលបានធ្វើខុសស៊ូជីងខុសតាមរយៈក្រុមសហការីនៅក្នុងការពិភាក្សាដ៏ទូលំទូលាយមួយអំពីករណីរបស់ Yelland ប្តឹង Lin Hongtail ពីបទរំលោភសេពសន្តិវៈតុលាការនេះបានប្រកាសសារក្រុមរបស់ខ្លួនអាចត្រូវបានដោះលែងនៅតុលាការហើយត្រូវបានពន្យាពេលម៉ាក់និងប៉ាមិនអីទេឃើញហើយចង់ក្អួតខ្ញុំឃើញថាខ្ញុំបានយកស្ករគ្រាប់ធ្មេញនេះដោយខ្លួនឯងកូនប្រុសរបស់ខ្ញុំជាម្ដាយរបស់អ្នកមកពីគ្រួសារ Lin កូនឲ្យលទ្ធផលតេស្តនិយាយដោយខ្លួនឯងអ្នកទាំងអស់គ្នាអាចបន្តស្រមៃចង់ខ្លាចជាអ្នកមានខណៈពេលដែលនៅតែចង់ធ្វើជាមនុស្សមានអ្នកអាចស្រមៃចង់បានអ្វីក៏បានអ្នកប្រកាសជាបានធ្វើវាហើយអ្វីដូច្នេះអ្វីវាជាការអាណិតណាស់ដែលក្មេងនេះគ្មានប្រយោជន៍ទាំងស្រុងវាមិនមែនជាក្រុមគ្រួសារខ្ញុំទេខ្ញុំពិតជាខ្វាក់ភ្នែកណាស់ដែលបានជួយអ្នកចោលដកាច់សាហាវឲ្យអ្វីគ្រប់យ៉ាងដែលគ្រួសារយើងបានជួបប្រទះក្នុងជីវិតអតីតកាលរបស់យើងឥឡូវនេះជាវេនរបស់អ្នកហើយម៉ាក់និងប៉ាលោកបាងសួស្តីអ្នកទាំងអស់គ្នាតើអ្នកកំពុងធ្វើអ្វីខ្ញុំនឹងប្តឹងអ្នកខ្ញុំកំពុងប្រាប់អ្នកថាបើអ្នកហ៊ានដាក់ដៃលើខ្ញុំវាខុសនឹងច្បាប់ពេលអ្នកបំពានច្បាប់ដោយលួចម៉ូតូនិងទ្រព្យសម្បត្តិផ្សេងរបស់យើងហើយបន្ទាប់មកបោកបញ្ឆោតយើងឲ្យដឹងថាវាខុសច្បាប់មានអ្វីកើតឡើងរត់ទៅឲ្យឆ្ងាយអា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 ហឺកុំមកចិត្តទៀបអីឈប់ថតទៅមានអ្នករាប់រយអ្នកហើយឈប់ថតទៅវាជារឿងមិនខ្មាស់អៀនទេដែលអ្នកនៅតែបែបនេះក្នុងពេលបែបនេះក្រអឺតក្រទុំឯកាអ្នកកុហកទាំងពីរអ្នកឲ្យអ្នកបានរំលោភលើកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរហើយបើអ្នកមិនអាចបង់ប្រាក់ពិន័យចំពោះការរំលោភលើកិច្ចសន្យាបានទេខ្ញុំនឹងបង្ខំអ្នកឲ្យបង់ប្រាក់ដាវាបាត់ទៅហើយគាត់នេះម៉ាក់ជាខ្មោចតើហុងស៊ុយរបស់អ្នកល្អឥតខ្ចោះទេតើយើងធ្វើអ្វីឥឡូវនេះខ្ញុំក៏មិនដឹងដែរតើខ្ញុំអាចដឹងដោយរបៀបណាថាខ្ញុំបានលួចស្រោមអនាម័យនេះដោយខ្លួនឯងប្រសិនបើកូនប្រុសនោះមិនមែនជារបស់លីងហៅទេតើគាត់ជារបស់អ្នកណាតុលាការបាននិយាយរួចហើយថាគាត់មិនមែនជាកូនប្រុសរបស់គាត់ទេប៉ុន្តែអ្នកច្បាស់ជាបានយកក្បាលអ្នកជំងឺដោយខ្លួនឯងហើយតើអាចមានអ្វីខុសបានដោយរបៀបណាវេជ្ជបណ្ឌិតម្នាក់នោះវេជ្ជបណ្ឌិតម្នាក់បានទៅរកស៊ុនខ្វាន់បានទៅរកស៊ុនខ្វាន់តើអ្នកកំពុងធ្វើអ្វីប្រាប់ខ្ញុំឲ្យលឿនមកតើក្មេងនេះមិនមែនជាកូនបង្កើតរបស់លីនហុងតាវទេតើអ្នកបានធ្វើអ្វីមួយចំពោះវាទេ